ដល់ខែគេក៏មិនណោះទៅសារព្រឹកមិញគឺណាគេក៏លក់ដែរហើយឡើងខ្ចីអញ្ចឹងខ្ញុំទិញមក 4000 ហើយក្តាម 15000 មកលាងវាឲ្យច្រើនទឹកឲ្យវាឆេះរហូតដល់ចេញពណ៌ខៀវអញ្ចឹងណាហើយអានេះរបៀបបកក្តាមរបស់ខ្ញុំបកឲ្យលាងឲ្យស្អាតអាទឹកពណ៌ខ្មៅក្តាមហ្នឹងសងហើយក៏សោះវាឲ្យស្អាតហើយអានេះខ្ទឹមម្ទេសផ្លោកធំពណ៌ក្រហមសម្រាប់អ្នកអត់សូវហូបហឹលណាខ្ញុំយកគ្រឿងខៅទាំងអស់ហ្នឹងយកមកកលឹកខ្ទឹមសហ្នឹងកលុកឲ្យវាកាន់តែម៉ត់កាន់តែល្អហើយចំពោះអំពិលខ្ចីហ្នឹងកលុកហើយយកទឹកក្រូចឆ្មាចាក់ពីលើអំពិលខ្ចីហ្នឹងវានឹងអត់ខ្មៅទេវាខៀវស្អាតម្ទេសគឺខ្ញុំកលុកលាយចូលគ្នាទាំងអស់ហ្មងហើយយើងកលុកហើយយើងយកក្រូចឆ្មាចាក់ខ្ញុំចាក់ក្រូចឆ្មាដាក់ស្ករសហើយទឹកត្រីមួយកូនចានតូចមកល្មមព្រោះខ្ញុំលៃលោកមកល្មមនឹងគ្រឿងខ្ញុំណាជ្រក់នេះគឺដាក់ទឹកក្រូចឆ្មាសុទ្ធហើយនឹងអំពិលខ្ចីអត់ដាក់ទឹកធម្មតាអត់លីទឹកធម្មតាអត់ឆ្ងាញ់ទេគ្រឿងដែលខ្ញុំធ្វើជ្រក់នេះគឺសម្រាប់ក្តាម1គីឡូធ្វើមិនឲ្យគ្រឿងហ្នឹងលិចក្តាមបានវាឆ្ងាញ់ហើយក្តាមគេគឺខ្លាញ់ល្អមែនតែនហ្មងជ្រក់បែបហ្នឹងហើយអាចញ៉ាំបានភ្លាមប៉ុន្តែបើចង់កាន់តែឆ្ងាញ់ហើយងុំទៀតដាក់ផ្លាសេទូទឹកកកមួយយប់មក